នេះធ្លាប់គិតទេថាយើងអត់ជក់បរិយទេអញ្ចឹងវាមិនអាចកើតជំងឺមហារីកសួតបានទេព្រោះជំងឺមហារីកសួតច្រើនកើតឡើងទៅលើអ្នកដែលគាត់ជក់បរិយរ៉ាំរ៉ៃប៉ុន្តែឆ្លងតាមការស្រាវជ្រាវឃើញថាអ្នកអត់ជក់បរិយមាន10ទៅ30% ដែលអាចកើតជាជំងឺមហារីកសួតបានអញ្ចឹងសួរថាមកពីមូលហេតុអីនៅក្នុងនេះខ្ញុំបាននឹងបង្ហាញអំពីមូលហេតុ3យ៉ាងដែលអាចធ្វើឲ្យអ្នកដែលមិនជក់បរិយសោះអាចកើតជាជំងឺមហារីកសួតដែរបាទទី1គឺស្រូបផ្សែងបរិយពីគេក្នុងការរស់នៅមួយដែលអ្នកនរគ្នាស្ថិតនៅក្នុងផ្ទះតែមួយឬក៏ធ្វើការនៅកន្លែងធ្វើការដែលពោពេញទៅដោយផ្សែងបរិយតែអ្នកនរគ្នាអត់ជក់បរិយទេដូច្នេះអត្រានៃការកើតជំងឺមហារីកសួតក៏កើតមានដែររហូតដល់10ទៅ 30% ឯណោះបើសិនជាអ្នកនរគ្នាស្រូបផ្សែងបរិយពីគេនឹងទី1ទី2តាក់ទងជាមួយនឹងការស្រូបផ្សែងពីមជ្ឈដ្ឋានផ្សេងជាពិសេសផ្សែងឡានផ្សែងម៉ូតូផ្សែងរោងចក្របើសិនជាអ្នករស់ការរស់នៅរបស់អ្នកនរគ្នាចិត្តនៅដងផ្លូវក៏ដូចជាស្ថិតចិត្តនឹងរោងចក្រនោះដែលមានផ្សែងបំពុលច្រើនអត្រានៃការកើតជំងឺមហារីកសួតក៏អាចកើតឡើងទៅលើអ្នកនរគ្នាបានដែរទី3គឺតាក់ទងជាមួយនឹងដំណពូជរឿងដំណពូជនេះគឺជាបញ្ហាក្តៅហើយតាក់ទងជាមួយនឹងមហារីកមិនថាមហារីកណាទេគឺអាចកើតជាលក្ខណៈដំណពូជបានទាំងអស់បាទទោះបីជាមហារីកសួតក៏ដោយហើយមួយទៀតតាក់ទងមួយនឹងកត្តាប្រឈមមុខដែរកត្តាប្រឈមមុខនេះមិនមែនមានថាអ្នកនរគ្នាមានកត្តាប្រឈមមុខធ្វើឲ្យកើតជំងឺនឹងនោះទេហើយកត្តាប្រឈមមុខនោះមានដូចជាអ្នកនរគ្នាកំពុងតែមានជំងឺរលាកសួតរ៉ាំរ៉ៃក៏អាចប្រឈមមុខខ្ពស់នឹងការកើតជំងឺមហារីកសួតបានដែរ